សូមគោរពជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំទាំងអស់គ្នាផងដែរបាទហើយនៅក្នុងគណៈពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយក៏បានលើកយកទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទហើយនៅក្នុងអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel របស់យើងខ្ញុំបាទហើយចំពោះអត្ថបទសុខភាពនេះតាក់ទងទៅនឹងបាទទឹកអំពិលទុំផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់សុខភាពបាទអញ្ចឹងបងប្អូនមួយចំនួនធំក៏ដឹងពីអត្ថប្រយោជន៍ពីទឹកអំពិលទុំបងប្អូនខ្លះក៏មិនទាន់បានដឹងបាទដូច្នេះហើយទើបយើងខ្ញុំដកស្រង់អត្ថបទមួយនេះយកមកជម្រាបជូនក៏ដូចជាចែករំលែកបន្តទៅដល់បងប្អូនដែលនិយមតាមដានទស្សនាក៏ដូចជាតាមដានស្ដាប់ទៅនឹងអត្ថប្រយោជន៍នៅក្នុង Channel របស់យើងខ្ញុំបាទហើយមួយវិញទៀតចំពោះបងប្អូនដែលចូលរួមទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមដល់ចប់ហើយបើសិនជាបងប្អូនមិនទាន់បានចូលរួមជួយចុច Subscribe បាទអញ្ចឹងបងប្អូនជួយចុចម្នាក់មួយរួចហើយបងប្អូនឈានទៅចុចរូបកណ្ដឹងមួយទៀតដើម្បីងាយស្រួលនឹងទទួលបានវីដេអូថ្មីៗពី Channel របស់យើងខ្ញុំផងដែរបាទដូច្នេះសូមបងប្អូនទាំងអស់គ្នាតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំអំពីទឹកអំពិលទុំផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពអំពិលទុំមិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបអាហារដូចជាសម្លម្ជូរប៉ុណ្ណោះទេប៉ុន្តែយើងក៏អាចប្រើប្រាស់នៅក្នុងការថែទាំស្បែកឬធ្វើជាភេសជ្ជៈបានផងដែរពិតណាស់ទឹកអំពិលទុំក្រៅពីមានរសជាតិជូរអែមឆ្ងាញ់ហើយភេសជ្ជៈមួយប្រភេទនេះថែមទាំងមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទៀតផងតើទឹកអំពិលទុំផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពចំណុចទី1សម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែទឹកអំពិលទុំសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន C ដែលជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំស្បែកមានសុខភាពល្អនិងរបួសឆាប់ជាសះស្បើយបន្ថែមពីនេះទឹកអំពិលទុំក៏ផ្ដល់នូវសារធាតុរ៉ែដ៏ល្អឯកដូចជាប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែកចំណុចទី2សារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាមួយគ្នានេះដែរទឹកអំពិលទុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដូចជា polyphenol និង flavonoid ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយយើងហើយក៏អាចការពារការបំផ្លាញកោសិកានិងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗរួមទាំងជំងឺមហារីកចំណុចទី3ដោះស្រាយបញ្ហារំលាយអាហារអ្នកជំនាញបានឲ្យដឹងថាអំពិលទុំត្រូវបានប្រើប្រាស់ជាច្រើនសតវត្សមកហើយសម្រាប់ដោះស្រាយបញ្ហារំលាយអាហារពីព្រោះវាមានផ្ទុកនូវជាតិសរសៃនិងថ្នាំបញ្ចុះលាមកបែបធម្មជាតិដែលជួយជំរុញឲ្យយើងបន្តបង់ទៀងទាត់កាត់បន្ថយការទល់លាមកធ្វើឲ្យសុខភាពក្រពះពោះវៀនប្រសើរឡើងចំណុចទី4សុខភាពបេះដូងទន្ទឹមនឹងនេះដែរការញ៉ាំទឹកអំពិលទុំជាទៀងទាត់អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូងដោយជួយបញ្ចុះកម្រិតកូលេស្តេរ៉ុលមិនល្អក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូងចំណុចទី5សារធាតុប្រឆាំងនឹងការរលាកទឹកអំពិលទុំមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរលាកនៅក្នុងរាងកាយដែលស័ក្តិសមបំផុតសម្រាប់អ្នកជំងឺរលាកសន្លាក់ឬរលាករ៉ាំរ៉ៃបន្ថែមពីនេះភេសជ្ជៈមួយប្រភេទនេះក៏មានគុណប្រយោជន៍ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់ដូចគ្នាបាទអស់លោកស្រីបាទនេះគឺជាអត្ថប្រយោជន៍5ចំណុចពីផ្លែអំពិលទុំបាទអញ្ចឹងបងប្អូនយើងមួយចំនួនក៏ដឹងហើយថាអំពិលទុំគឺមិនត្រឹមតែជាគ្រឿងទេសដែលបងប្អូនយើងមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបអាហារនោះទេប៉ុន្តែអំពិលទុំនេះក៏មានអត្ថប្រយោជន៍ច្រើនផ្សេងទៀតសម្រាប់សុខភាពបងប្អូនយើងដែលមានតម្រូវការទៅលើអំពិលទុំនេះបាទហើយយើងខ្ញុំក៏បានលើកយកអត្ថបទសុខភាពមួយនេះដើម្បីចែករំលែកបន្តទៅដល់បងប្អូននិយមតាមដានទស្សនានៅក្នុង Channel របស់យើងខ្ញុំគឺយើងខ្ញុំបានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកបន្តទៅដល់បងប្អូនដើម្បីឲ្យបានដឹងអំពីអត្ថប្រយោជន៍ពីអំពិលទុំបាទអញ្ចឹងបងប្អូនយើងប្រហែលជាជ្រាបបាទតកតងទៅនឹងអត្ថប្រយោជន៍ពីអំពិលទុំនេះ
ហើយបើសិនជាបងប្អូនស្ដាប់ការជំរាបជូនរបស់យើងខ្ញុំអត់តាន់បងប្អូនអាចស្ដាប់មួយសារទៀតបងប្អូនអាចចាក់ស្ដាប់មួយសារទៀតទៅដើម្បីឲ្យបានដឹងកាន់តែច្បាស់បន្ថែមពីអត្ថប្រយោជន៍នៃអំពិលទុំបាទអរគុណហើយនៅក្នុងគណៈពេលនេះបាទចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយបងប្អូនដែលបានតាមដានស្ដាប់ហើយបើសិនជាបងប្អូនអត់ទាន់បានចូលរួមចុច Subscribe ទេបាទអញ្ចឹងបងប្អូនជួយចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់យើងខ្ញុំបាទអរគុណហើយបើសិនជាមានកំហុសខុសឆ្គងត្រង់ចំណុចណាមួយសូមអធិស្ឋានពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរហើយសូមគោរពជូនពរទៅដល់បងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា